គឺជាគូពិសេសនៅក្នុងផែនទី2គឺដល់គូទី6ហើយផែនពិសេសបាទផែនគូពិសេសផែនទី2ខ្សែទឹកខាងក្នុងពណ៌ត្រួយចេកស្រស់ល្អណាស់ចៅពេជ្រកុមារបុផាជ្រួយថ្មយ៉ាងម៉េចទៅហើយចៅពេជ្រលឿនណាស់ចៅពេជ្រអើយចៅពេជ្រខេត្តកំពង់ចាមបង្កក់បាទវត្តសុទស្សនារាមបង្កក់កំពង់ចាមដាច់គូប្រកួតណាស់ឯសព្រួញពេជ្រខេត្តព្រៃវែងសព្រួញពេជ្រខេត្តព្រៃវែងបាទគឺនៅក្រៅឆ្ងាយណានៅពូរៀងបាទខេត្តនៅក្នុងវត្តពូរៀងបាទវត្តពូរៀងនេះគឺជាកន្លែងមួយដែលបាទចូលរួមក្នុងកម្មវិធីអុំទូកនាឆ្នាំនេះដែរគូទី96បាទគូទី95គូទី95ខ្សែទឹកខាងក្នុងដែលមានឯកសណ្ឋានពណ៌សព្រួញពេជ្រសព្រួញពេជ្រស្ថិតនៅក្នុងវត្តវាលព្រៃពូរៀងខេត្តព្រៃវែងហើយជាទូកឧបត្ថម្ភដោយអាដាមឧបសខេងនៅក្នុងខេត្តព្រៃវែងចំណែកឯខ្សែទឹកខាងក្រៅចៅពេជ្រកុមារបុផាជ្រួយថ្មដែលឧបត្ថម្ភដោយអាដាមហ៊ុននេងគឺជាទូករបស់វត្តបឹងកក់ខេត្តកំពង់ចាមនៅពេលនេះឃើញថាខ្សែទឹកខាងក្រៅបាទខ្សែទឹកខាងក្រៅដែលមានឯកសណ្ឋានត្រួយចេកខ្ចីស្រស់ល្អណាស់ក្បាលទូកក្រោកឈរពេញចំហធ្វើចលនាកវីចវាឲ្យកីឡាករដែលនៅខាងក្រោយប្រឹងថែមទៀតដើម្បីដកគូប្រកួតចំណែកឯខ្សែទឹកខាងក្នុងនោះក៏បន្ថែមល្បឿនដែរក៏ប៉ុន្តែมันអាចទាន់ចៅពេជ្រកុមារបុផាជ្រួយថ្មដែលមានឈ្មោះល្បីយូរលោកមកហើយបាទនៅពេលនេះចិត្តដល់ខ្សែប្រត់ហើយទូងស្គរជ័យជូនទៅចៅពេជ្រកុមារបុផាជ្រួយថ្មខេត្តកំពង់ចាមដែលអត្រាចក្រភពរាំងសីចារបស់ឯកឧត្តមសៅសុខាស្ថិតនៅខ្សែទឹកខាងក្នុងរីឯខ្សែទឹកខាងក្រៅមានឈ្មោះថាសព្រួញពេជ្រចាសព្រួញពេជ្រសព្រួញពេជ្ររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសខេងចាសព្រួញពេជ្រវាលព្រៃពូរៀងព្រៃវែងកំពុងតែប្រឹងប្រែងហើយតែហាក់ដូចជាមានព្រៀបបន្តិចបន្តួចខ្សែទឹកខាងក្នុងអត្រាចក្រភពរាំងសីចាំមានព្រៀបបន្តិចបន្តួចហើយចំណុះទូកក៏ដូចជាគណៈកម្មការទូកអត្រាចក្រភពរាំងសីអរគុណឯកឧត្តមណាស់ដែលឯកឧត្តមបានឧបត្ថម្ភទាំងស្រុងតែម្ដងចាអរគុណឯកឧត្តមចាផ្ញើសេចក្តីនឹករលឹកដល់បងប្អូនចាកងកម្លាំងចាកងរាជអាវុធហត្ថទាំងអស់ដែលកំពុងតែឈរជើងការពារនៅក្នុងពិធីបុណ្យចាជូនពរសុខភាពល្អទាំងអស់គ្នាឃើញថានៅទន្ទឹមគ្នាអធិរាជចក្រភពរាំងសីឯកសណ្ឋានខៀវស្រងាត់កំពុងតែតាមញ៉ាំវិគាប្រកាសជាមួយនឹងសព្រួញពេជ្ររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសខេងវាលព្រៃពូរៀងព្រៃវែងចាញ់បងបន្តិចហើយអធិរាជចក្រភពរាំងសីយ៉ាងម៉េចចេះប្រឹងតែបន្តិចទៀតចាប្រឹងតែបន្តិចទៀតព្រោះថាឥឡូវនេះសព្រួញពេជ្រមានព្រៀបមុនព្រៀបដាច់ស្មារាំងហើយចាដាច់ស្មារាំងចាអីទូរទស្សនិកជនជាទីគោរពបនាយករដ្ឋមន្ត្រីសខេងចាការពីជើងទី1ហ្នឹងគឺស្មើគ្នាដោយគេក្រៃអញ្ចឹងតែស្មើគ្នាអធិរាជចក្រភពរាំងសីជាមួយនឹងសព្រួញពេជ្រចារបស់ឯកឧត្តមបនាយករដ្ឋមន្ត្រីសខេងដែលស្ថិតនៅក្នុងវត្តវាលព្រៃពូរៀងព្រៃវែងបដូរមកនៅខ្សែទឹកខាងក្នុងចក្រភពចាអធិរាជចក្រភពរាំងសីបដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងឃើញថាសកម្មភាពនេះដូចជាស្មើគ្នាទៀតហើយឯកឧត្តមចាដូចជាស្មើគ្នាទៀតហើយខ្សែទឹកខាងក្នុងហាក់ដូចជាលូតជាងបន្តិចចាខ្សែទឹកខាងក្នុងសព្រួញពេជ្ររបស់ឯកឧត្តមបនាយករដ្ឋមន្ត្រីសខេងចាហាក់ដូចជាមានព្រៀបបន្តិចចាហាក់ដូចជាមានព្រៀបបន្តិចបន្តួចហើយសព្រួញពេជ្រចាប៉ុន្តែនៅអីដូចជាខ្សែទឹកខាងក្រៅអធិរាជចក្រភពរាំងសីអើយចាំម៉េចអើយស្មើគ្នាទៀតហើយឯកឧត្តមចាលើកចង្វាទាំងសងខាងមុននេះសូមអំពាវនាវសនំពរដល់ទូកទាំងអស់សូមឲ្យគោរពនៅខ្សែទឹករៀងខ្លួនដោយកន្លងមកយើងខ្ញុំបានសង្កេតឃើញថាទូកខ្លះគឺកាន់ក្បាលគ្នាជាប់ហើយធ្វើឲ្យមានការលំបាកដូច្នេះសូមមេត្តាអុំទៅតាមខ្សែទឹកដែលបានកំណត់ហើយបើសិនជាទូកណាមិនអនុវត្តតាមបទបញ្ជាទេគណៈកម្មការបច្ចេកទេសនឹងមិនផ្ដល់នៅពិន្ទុឈ្នះចាញ់ជូនឡើយសូមអរគុណចាតាមដានទស្សនាជាបន្តជិតដល់ទីលំទិលសាគរសែនមានជ័យរបស់ឯកឧត្តមចារដ្ឋមន្ត្រីសុយសែម
ខ្សែទឹកខាងក្នុងខ្សែទឹកខាងក្រៅសព្រួយពេជ្ររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសខេងដែលកំពុងតែទទួលបានជ័យជំនះហើយដាច់ពាក់កណ្ដាលទូកចាឯកឧត្តមសព្រួយពេជ្ររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសខេងបាននាំមុខរាំងទ័រសាគរសែនមានជ័យរបស់ឯកឧត្តមរដ្ឋមន្ត្រីសុយសែមចាជើងទី1នេះជម្រាបជូនជ្រាបសព្រួយពេជ្រចាទទួលបានជ័យជំនះដោយដែរ198ទេពពេជ្រកុមារមហាពិភពគុណវត្តទេប្រាំងសីព្រៃតតែពញានេះបងប្អូនខាងវត្តទេប្រាំងសីព្រៃតែញឹមមិនបាត់មាត់ទេចាព្រោះថាឈ្នះទាំងពីរជើងគេដែរថ្ងៃនេះទូគូទី63រាំងតើសាគរសែនមានជ័យរបស់ឯកឧត្តមចាសុយសែមអរគុណឯកឧត្តមលោកបានឧបត្ថម្ភទាំងវិទ្យុជាតិទាំងគណៈកម្មការបច្ចេកទេសចាហើយទាំងទូជាតិទៀតចារាំងតើសាគរសែនមានជ័យចាញ់ម្ដងហើយអាដាមចាចាញ់សព្រួយមានរបស់ឯកឧត្តមបយុរដ្ឋមន្ត្រីសខេងការពីជើងទី1ចាការពីជើងទី1សព្រួយពេជ្រឥឡូវនេះហាក់ដូចជាមានព្រៀបបន្តិចបន្តួចទៀតហើយចំណោះទូកសព្រួយពេជ្រទាំងអស់ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមបនាយករដ្ឋមន្ត្រីសខេងដែលឯកឧត្តមលោកបានឧបត្ថម្ភនៅថវិកាដល់ទៅ4លានចាសម្រាប់ឈ្នួលសណ្ដោងក៏ដូចជាសម្រាប់ចំណាយទូទៅចាឈ្នះទៀតហើយក្នុងជើងទី2នេះសព្រួយពេជ្រចាបានឈ្នះទៅលើរាំងទ័រសាគរសែនមានជ័យចាសូមជម្រាបជាបន្ត